បាយធ្លាយរដ្ឋាភិបាលដូណាល់ត្រាំមានផែនការបិទស្ថានទូតនិងស្ថានកុងស៊ុលចំនួន30កន្លែងកាលពីថ្ងៃទី16ខែមេសាឆ្នាំ2025សារព័ត៌មាន Reuters បានរាយការណ៍ថារដ្ឋាភិបាលអាមេរិកដឹកនាំដោយលោកដូណាល់ត្រាំមានបំណងកាត់បន្ថយថវិកាក្រសួងការបរទេសប្រហែលពាក់កណ្ដាលឯកសារផែនការផ្ទៃក្នុងមួយដែលត្រូវបានពិនិត្យឃើញបង្ហាញថាការកាត់ថវិកានេះអាចនឹងជារឿងដែលបណ្ដាលឲ្យបិទបេសកកម្មរបស់សហរដ្ឋអាមេរិកនៅបរទេសចំនួនជិត30កន្លែងនិងជាការជួយឧបត្ថម្ភទៅក្រៅប្រទេសក៏អាចនឹងត្រូវកាត់បន្ថយយ៉ាងច្រើនផងដែរដំណើរកាត់ថវិកាចំនួនជិត$30,000សម្រាប់ហិរញ្ញវត្ថុឆ្នាំ2026ដែលត្រូវបានបញ្ជាក់នៅក្នុងឯកសារមួយដែលមានឈ្មោះថា Passback ដែលជាចម្លើយពីនាយកដ្ឋានអនុវត្តនិងថវិកានៃសេតាវិមាន OMB ចំពោះសំណើថវិកាចេញពីក្រសួងការបរទេសសម្រាប់ឆ្នាំហិរញ្ញវត្ថុថ្មីដែលនឹងចាប់ផ្ដើមនៅថ្ងៃទី1ខែតុលាឆ្នាំ2025ខាងមុខឯកសារផ្ទៃក្នុងរបស់ក្រសួងការបរទេសអាមេរិកដែលត្រូវបានលេចធ្លាយបានណែនាំឲ្យរដ្ឋាភិបាលបិទស្ថានទូតអាមេរិកចំនួន10កន្លែងនិងស្ថានកុងស៊ុលចំនួន17កន្លែងដែលភាគច្រើនស្ថិតនៅអឺរ៉ុបនិងទ្វីបអាហ្វ្រិកប្រទេសដែលមានការលើកឡើងឲ្យបិទស្ថានទូតមានដូចជាម៉ាល់តា លុចសំបួរ លេសូតូ សាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងស៊ូដង់ខាងត្បូងក្នុងនោះមានស្ថានទូតកុងស៊ុលអាមេរិកនៅបារាំងចំនួន5កន្លែងហើយក្រៅពីនេះរួមមានអាល្លឺម៉ង់នៅមានចំនួន2កន្លែងនៅបូស្នីចំនួន2កន្លែងអង់គ្លេស1កន្លែងអាហ្វ្រិកខាងត្បូង1កន្លែងនិងកូរ៉េខាងត្បូង1កន្លែងក៏កំពុងត្រូវបានពិចារណាបិទផងដែរបន្ទាប់ពីបិទស្ថានទូតនិងស្ថានកុងស៊ុលទាំងនេះប្រជាជននៅក្នុងប្រទេសទាំងនោះនឹងត្រូវធ្វើដំណើរទៅស្ថានទូតអាមេរិកនៅប្រទេសជិតខាងជំនួសវិញផងដែរ